5នេះសាកលវិទ្យាល័យ Belty អន្តរជាតិបានរៀបចំពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររងបរិញ្ញាបត្រជាន់ខ្ពស់និងថ្នាក់បណ្ឌិតចំនួន 2814 នាក់ក្រៅមតិប្រិយភាពដល់ពងពោះអាយដាមហ៊ុនម៉ាណីឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាព្រមទាំងមានការអញ្ជើញចូលរួមពីអាយដាមបណ្ឌិតលីឆេងតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញស្ថាបនិកអគ្គនាយក Belty Group និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ Belty អន្តរជាតិថ្នាក់ដឹកនាំបុគ្គលិកសាស្ត្រាចារ្យនិស្សិតជ័យលាភីនិងមាតាបិតាអាណាព្យាបាលសរុបប្រមាណជា 4000 នាក់តាមរបាយការណ៍អាយដាមលីណាវុតអគ្គនាយករង Belty Group និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Belty អន្តរជាតិបានឲ្យដឹងថានិស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនៅពេលនេះមានចំនួន 2814 នាក់ក្នុងនោះថ្នាក់បណ្ឌិតចំនួន 10 នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន 175 នាក់ថ្នាក់បរិញ្ញាបត្រចំនួន 1897 នាក់និងថ្នាក់បរិញ្ញាបត្ររងចំនួន 732 នាក់បច្ចុប្បន្នសាកលវិទ្យាល័យមានកម្មវិធីសិក្សា 5 កម្រិតធំៗ 1ថ្នាក់បំពន់ភាសាអង់គ្លេសភាសាចិននិងកុំព្យូទ័រ 2ថ្នាក់បរិញ្ញាបត្ររង 3ថ្នាក់បរិញ្ញាបត្រ 4ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់និង 5ថ្នាក់បណ្ឌិតសាកលវិទ្យាល័យមាន 13 មហាវិទ្យាល័យ 45 ជំនាញ 1គ្រប់គ្រងពាណិជ្ជកម្ម 2ហិរញ្ញវត្ថុនិងធនាគារ 3សេដ្ឋកិច្ច 4ច្បាប់ 5អប់រំសិល្បៈនិងមនុស្សសាស្ត្រ 6ទេសចរនិងបដិសណ្ឋារកិច្ច 7ព័ត៌មានវិទ្យានិងវិទ្យាសាស្ត្រ 8បច្ចេកវិទ្យាឌីជីថលនិងទូរគមនាគមន៍ 9វិស្វកម្ម 10ស្ថាបត្យកម្ម 11ទំនាក់ទំនងអន្តរជាតិ 12អាកាសចរស៊ីវិលនិង 13ភាសាចិនក្នុងឱកាសដ៏វិសេសវិសាលនោះអាយដាមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីបានថ្លែងអបអរសាទរនិស្សិតជ័យលាភីទាំងអស់ដែលទទួលបានជោគជ័យមួយកម្រិតបន្ថែមទៀតនៅក្នុងជីវិតសិក្សាអាយដាមក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងការលះបង់ដោយស្មារតីទទួលខុសត្រូវខ្ពស់របស់សាកលវិទ្យាល័យធ្វើឲ្យមានការរីកចម្រើនរហូតមកដល់ពេលនេះនិងបានរួមចំណែកក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សរបស់រាជរដ្ឋាភិបាលអាយដាមក៏បានផ្ដល់អនុសាសន៍មួយចំនួនជូនដល់និស្សិតជ័យលាភីឲ្យខិតខំប្រឹងប្រែងលះបង់រៀនសូត្រគោរពវិន័យស្រាវជ្រាវនិងវឹកហាត់ឲ្យកាន់តែសកម្មបន្ថែមទៀតដើម្បីទទួលបានទាំងចំណេះដឹងជំនាញបទពិសោធន៍សីលធម៌និងមានការទទួលខុសត្រូវខ្ពស់ដែលជាសសរស្តម្ភដ៏រឹងមាំសម្រាប់ជីវិតរបស់ខ្លួននិស្សិតទាំងអស់ចាំបាច់ត្រូវអនុវត្តឲ្យឬវឹកហាត់ការងារជាក់ស្ដែងដើម្បីពង្រឹងបទពិសោធន៍និងត្រូវអភិវឌ្ឍឥរិយាបថបុគ្គលគំនិតច្នៃប្រឌិតនវានុវត្តន៍បន្ថែមទៀតស្របតាមកលៈទេសៈទើបអាចក្លាយខ្លួនជាបុគ្គលម្នាក់ដ៏មានតម្លៃសម្រាប់ការងារនៅគ្រប់ស្ថាប័ននិងមានប្រយោជន៍ដល់សង្គមជាតិសម្រាប់បងប្អូនដែលកំពុងតែបំពេញការងារនៅតាមបណ្ដាស្ថាប័នរដ្ឋនិងឯកជននានាត្រូវខិតខំបំពេញការងារដោយភាពស្មោះត្រង់មានការទទួលខុសត្រូវខ្ពស់មានគោលដៅច្បាស់លាស់និងត្រូវប្រកាន់ភ្ជាប់ក្រមសីលធម៌ជាពលរដ្ឋល្អជាបុគ្គលិកល្អមន្ត្រីរាជការល្អសម្រាប់បុព្វហេតុជាតិមាតុភូមិដ៏ថ្លៃថ្លានេះ